ចង់គ្រប់គ្រងផលិតផលខ្មែរណាស់តែពេលរត់ទិញម្ដងរត់នេះខ្វះនោះរត់នោះខ្វះនេះនៅតែលេងផលិតផលគេមកដដែលអ្នកជួបរឿងនេះមកពីបងប្អូនមិនដឹងទេថានៅខ្មែរយើងមានកន្លែងមួយដែលប្រមូលផ្ដុំផលិតផលខ្មែរខ្ទង់11000មុខជាងហើយតើតែបងប្អូនមកកន្លែងហ្នឹងផ្ទាល់បានមានអារម្មណ៍ថារំភើបមែនទេរំភើបព្រោះតែមានរឿងច្រើនដែលយើងមិនដឹងទេថាខ្មែរយើងអាចធ្វើបានហើយខ្មែរយើងអាចផលិតបានហើយផលិតផល11000មុខជាងផ្ដុំនៅផ្សារទំនើបខ្មែរជីបម៉ុង Supermarket ហើយយើងដឹងហើយថាក្រុមហ៊ុនជីបម៉ុងជាក្រុមហ៊ុនរបស់ខ្មែរបង្កើតដោយសហគ្រិនខ្មែរបុគ្គលិកខ្មែរលក់អីវ៉ាន់ខ្មែរអត់និយាយលេងទេលើសពីផ្សារទំនើបលើសពីផ្សារលក់ទំនិញផ្សារមួយនេះជាកន្លែងឆ្លុះបញ្ចាំងពីមោទនភាពនៃអ្នកផលិតរបស់ខ្មែរយើងចូលទៅដល់ផលិតផលគ្រប់មុខដែលជារបស់ខ្មែរប្រមូលមកអស់ហើយពីគ្រប់ខេត្តគ្រប់ក្រុមហ៊ុនខ្មែរមិនថាបន្លែបកាត្រីសាច់របស់ប្រជាកសិករខ្មែរយើងទេសុទ្ធតែមាននៅទីនេះទាំងអស់លក់ផលិតផលខ្មែររបស់ខ្មែរក្នុងផ្សារទំនើបម៉ាស៊ីនត្រជាក់បែបនេះភាគច្រើនគេមើលមកផ្លែតក៏គេអាចគិតថាថ្លៃដែរប៉ុន្តែនៅពេលដែលបងប្អូនទៅទីនេះផ្ទាល់បងប្អូននឹងបានឃើញថាតម្លៃដូចទៅនៅក្រៅនឹងឯងហើយមានខ្លះធូរជាងរបស់នាំចូលទៀតផងមើលប៉ុណ្ណឹងហើយបើមិនគ្រប់គ្រងផលិតផលខ្មែរទៀតក៏មិនដឹងថាយ៉ាងម៉េចដែរពេលបងប្អូនគ្រប់គ្រងផ្សារទំនើបរបស់ខ្មែរយើងក្រៅតែពីជួយបុគ្គលិកខ្មែរយើងនៅផ្សារនេះឲ្យមានការងារធ្វើបងប្អូនអាចចូលរួមចំណែកជួយអ្នកដាំដុះចិញ្ចឹមសត្វអ្នកផលិតរបស់ខ្មែរយើងបានជាច្រើនរូបទៀតផងដែរយើងជឿជាក់ថាពេលខ្មែរយើងសោះដៃគ្នាទិញផលិតផលក្នុងស្រុកគ្រប់គ្រងហាងគ្រប់គ្រងផ្សារគ្រប់គ្រងយីហោក្នុងស្រុកខ្មែរយើងនឹងខ្លាំងសហគ្រិនខ្មែរយើងនៅបកកែការងារខ្មែរយើងធ្វើតែនៅក្នុងស្រុកក៏បានចំណូលច្រើនដែរពេលក្រុមហ៊ុនខ្មែរយើងខ្លាំងអនាគតយើងកាន់តែខ្លាំងនាំចេញទៅពិភពលោកថែមទៀតក៏ថាបានហើយដោយបងប្អូនឃើញថ្មីនេះអញ្ចឹងរឿងលពៅផ្សារទំនើបជីបម៉ុងគាត់បានចូលរួមចំណែកជាតួអង្គសំខាន់មួយក្នុងការជួយទីផ្សារលពៅដោយលក់ក្នុងតម្លៃពិសេសមួយផ្លែត្រឹមតែ1000រៀលលុយខ្មែរយើងទេហើយបងប្អូនយើងសម្រុកទៅទិញច្រើនមែនទែនទិញរហូតតតែដាច់ស្តុកទ្វាររបស់ផ្សារទំនើបកូនខ្មែរមួយនេះនៅតែបើកចំហនិងលើកទឹកចិត្តដល់បងប្អូនកសិករខ្មែរគ្រប់ទម្រង់ក្នុងការដាំដុះការយកទំនិញរបស់ខ្លួនមកដាក់លក់ក៏ដូចជាការបន្តរួមសហការធ្វើយ៉ាងណាឲ្យវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាយើងមានភាពរីកចម្រើនកាត់បន្ថយការនាំចូលនៅអ្វីដែលខ្មែរយើងអាចផលិតបានក្នុងស្រុករហូតអាចចូលរួមចំណែកពង្រឹងទីផ្សារផលិតផលក្នុងស្រុកឲ្យកាន់តែមានសន្ទុះគ្រប់គ្រងធ្វើឡើងបង្ហាញឲ្យឆាកអន្តរជាតិឃើញថាខ្មែរយើងអាចធ្វើបានហើយអញ្ចឹងបើសិនបើបងប្អូនចង់ចូលរួមគ្រប់គ្រងផលិតផលខ្មែរទិញផលិតផលខ្មែរជាង11000មុខអាចមករកបាននៅផ្សារទំនើបជីបម៉ុង Supermarket ហើយមានច្រើនទីតាំងមែនទែននៅរាជធានីភ្នំពេញដោយគ្រាន់តែចូលទៅ Google Map ហើយវាយពាក្យថាជីបម៉ុង Supermarket លោតមកច្រើនកន្លែងអាចទៅកន្លែងណាក៏បានដែរឲ្យទៅចិត្តបងប្អូន